សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះនៅខាងផ្ទះខ្ញុំបានអញ្ជើញក្រុមសិល្បៈរបាំត្រុដិចាដើម្បីមកលេងសម្ដែងចានៅក្នុងបំណងដើម្បីដេញឧបកតុបចង្រៃលើករាសីនៅក្នុងឆ្នាំថ្មីខាងមុខនេះបើតាមខ្ញុំដឹងណាការសម្ដែងរបាំត្រុដិនេះគឺជាប្រពៃណីរបស់ខ្មែរយើងតាំងពីបរមបុរាណមកចាគឺថាការសម្ដែងរបាំត្រុដិនេះគឺដើម្បីលើករាសីដល់ម្ចាស់ផ្ទះក៏ដូចជាដេញឧបទ្រពចង្រៃពីឆ្នាំចាស់ចេញទៅឲ្យឆ្ងាយដែលនៅក្នុងតួអង្គសម្ដែងនៅក្នុងរបាំត្រុដិនោះមានច្រើនដូចជាកូនប្រើសមានកង្កោកព្រៃមានតួអង្គយក្សក៏ដូចជាមានតួអង្គព្រាយបិសាចនិងគោព្រៃជាដើមអញ្ចឹងណាហើយគ្រប់គ្នាទាំងអស់ហ្នឹងគឺចោមរោមធ្វើបាបនិងដេញសម្លាប់កូនសត្វប្រើសហើយនៅពេលដែលកូនសត្វប្រើសរត់គេចអត់តាន់កូនសត្វប្រើសបានស្លាប់ចឹងទៅគឺមកដេកដួលនៅមុខផ្ទះយើងចឹងទៅយើងជាម្ចាស់ផ្ទះដែលមានបុណ្យមានទានមានសិលមានវិស័យខ្ពស់ចឹងប្រោះព្រំដើម្បីឲ្យកូនសត្វប្រើសហ្នឹងមានជីវិតរស់ឡើងវិញអញ្ចឹងណាហើយបន្ទាប់ពីចុងបញ្ចប់នៃរបាំហ្នឹងគឺយើងមានដូចជាការចូលជាមួយនឹងថវិកាតាមទឹកចិត្តរបស់យើងហើយពួកគាត់ចុងក្រោយនោះពួកគាត់ក៏រាំច្រៀងជូនពរយើងហើយក៏បញ្ចប់ជាមួយនឹងការសម្ដែងនេះតែម្ដង